បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញបងប្អូនតាក់ទងរថយន្ត BYD Leopard 7បាទតាក់ទងរថយន្តនេះបាទគឺមានពណ៌ស្រស់ស្អាតមែនទែនបងប្អូនផ្នែកខាងមុខបាទមានកាមេរ៉ាមួយគ្រាប់នៅចំកណ្ដាលដែលមួយ logo Leopard បាទហើយក៏មានតាក់ទងនឹងចង្កៀងគុជ2គ្រាប់ហើយជាមួយនឹង daytime running light មួយ2ឆ្នូតបងប្អូនហើយតាក់ទងផ្នែកក្រោមមានគុជឆ្វេងស្ដាំមួយគ្រាប់និងបណ្ណាគេ design មកបែបវណ្ណៈ Land off road បាទអញ្ចឹងបងប្អូនដែលស្រឡាញ់ប្រភេទ Land off road នេះបងប្អូនអាចមើលរូបរាងបែបLeopard នេះបានបាទយ៉ាន់អីគេ design មកពីរោងចក្រតែម្ដងហើយតាក់ទងនឹងកាមេរ៉ាគេមានគ្រប់ជ្រុងតែម្ដងបងប្អូនបាទយើងចូលមកផ្នែកខាងក្នុងការ design ពូកស្បែករបស់គេហើយជាមួយនឹងភ្លើង dim មួយឆ្នូតគឺស្រស់ស្អាតមែនទែនតាក់ទងនឹងពណ៌បាទទឹកដោះគោមើលទៅស្រស់ថ្លាកៅអីពូកស្បែកបាទ design មកពណ៌ថ្លាទៀតហើយជាមួយនឹងបាទកៅអីចុច massage អូតូក្តៅត្រជាក់បាទនិយាយទៅចូលមកឡាននេះគឺកប់តែម្ដងបងប្អូនបាទទាំងទំហំទាំងរូបរាងខាងក្នុងទាំងរូបរាងខាងក្រៅបាទនេះគឺជា wireless charge សម្រាប់បងប្អូនអាចសាកទូរស័ព្ទបាន2បាទអញ្ចឹងចូលមកភ្លាមគឺខ្ញុំបាក់កន្លែង power on តែម្ដងបាទអញ្ចឹងតាក់ទងកន្លែងនេះគឺមាន power on បាទហើយយើងជន់ប្រាំងទៅសោហ្នឹងបញ្ឆេះបានអីបានធម្មតាបងប្អូនណាបាទអត់ចាំបាច់ power on power off ទេបាទហើយតាក់ទងនឹងផ្នែកខាងក្រោយក៏គេ design មក stop បាទ2 3 4ឆ្នូតនេះមើលទៅភាពតាក់ទាញមែនទែនតាក់ទងរថយន្តបែបលក្ខណៈ off roadបាទហើយផ្នែកខាងក្រោយក៏គេមានក្លុបសម្រាប់បងប្អូនដាក់អវ៉ាន់ហើយនឹងកាមេរ៉ា540មកជុំឡានតែម្ដងបាទរូបរាងស្រស់ស្អាតទាន់សម័យទៅតាមតម្រូវការហើយតាក់ទងរថយន្ត Leopard 7នេះបាទគឺមាន range រហូតដល់190គីឡូវ៉ាត់បងប្អូនបាទអញ្ចឹងយើងជិះទាំងអាគុយទាំងអគ្គិសនីបានរហូតដល់1300គីឡូគឺបានឆ្ងាយបាទហើយស្រស់ស្អាតនេះបងប្អូនឥឡូវយើងបញ្ឆេះហើយចូលមកផ្នែកខាងក្នុងបាទអេក្រង់កំសាន្តវាមានទំហំប្រហាក់ប្រហែលគ្នា 15.6 អ៊ីងហើយកន្លែងនេះគឺជាបាទអក្សរចិនប៉ុន្តែយើងបិទនៅកន្លែងហ្នឹងបងប្អូនណាបាទហើយក៏មាន option ជាច្រើនសម្រាប់យើងប្រើប្រាស់បងប្អូនបាទកន្លែងនេះគឺជា cool box សម្រាប់បងប្អូនដាក់បាទទឹកដាក់អីផ្លាសេរហូតដល់ដក0អង្សាបងប្អូនបាទតាក់ទងនឹងភាសានៅលើអេក្រង់គឺភាសាអង់គ្លេសអត់មានពិបាកក្នុងការប្រើប្រាស់ទេបងប្អូនតាក់ទងរថយន្តសម័យនេះបាទហើយតាក់ទងនឹងផ្នែកខាងក្នុងក៏គេមានភ្លើង dim design មកបាទទៅតាម mode original ពីរោងចក្រតែម្ដងបាទទាំងការរចនាផ្នែកខាងលើនេះបាទមានជា tool សម្រាប់បងប្អូនចុចច្រើនហើយតាក់ទងនឹង sky view ផ្នែកខាងលើពីមុខទៅដល់ក្រោយបងប្អូនបាទអញ្ចឹងរូបរាងស្រស់ស្អាតណាស់ផ្នែកខាងក្នុងនិងរូបរាងខាងក្រៅអញ្ចឹងបងប្អូនមើលមួយឆ្នូតនេះគឺអែមតែម្ដងបងប្អូនបាទតាក់ទងរថយន្តនេះបាទហើយក៏អី massage ក្តៅត្រជាក់ដៃចង្កូតងាយស្រួលប្រើប្រាស់ងាយស្រួលកាន់បាទកុងទ័រ digital បាទកុងទ័រកំសាន្តធំ 15.6 អ៊ីងងាយស្រួលប្រើប្រាស់បាទអក្សរអង់គ្លេសទាំងអស់បាទហើយមាន wireless charge មាន cool box បាទងាយស្រួលបងប្អូនទៅតាមទីជិតទីឆ្ងាយយើងអាចដាក់ទឹកផ្លាសេបានបាទហើយមានទំហំតាក់ទងនឹង sky view ពីមុខទៅដល់ក្រោយបាទហើយផ្នែកខាងក្រោយក៏ធំទូលាយបាទប្រភេទ Leopard 7ជាប្រភេទ SUV ខ្នាតធំលក្ខណៈគ្រួសារខ្នាតធំបងប្អូនណាបាទទូលាយខ្លាំងបាទមានម៉ាស៊ីនត្រជាក់កណ្ដាលដូចគ្នាបងប្អូនបាទមានកន្លែងសាកថ្មបាទ Type C USB គ្រប់ចំនួនតែម្ដងបាទអញ្ចឹងប្រភេទនេះបងប្អូនជិះ7នាក់គឺទូលាយតែម្ដងបងប្អូនបាទ